បាទជំរាបសួរបងប្អូនបាទថ្ងៃនេះដែរមកមានវីដេអូមើលលេងកម្សាន្តបាទថ្ងៃនេះកំពុងតែឈរមើលនេះអាយក៏ស្រាប់តែឃើញជ្រូករបស់ខ្ញុំមួយក្បាលហ្នឹងវារៀងរងាមប្រហែលជាវាឈឺតាមតែជាក់ស្ដែងយើងចិញ្ចឹមមានបទពិសោធន៍ជ្រូកនៅពេលដែលជ្រូកវាល្ងាមវាមិនសូវស៊ីបាយមានន័យថាវាឈឺអញ្ចឹងឥឡូវខ្ញុំចាប់ផ្ដើមចាក់ថ្នាំហើយឥឡូវចាក់វាអត់តាន់វាដេកបាទតែវាដេកខ្លួនទៅយើងចាក់វាស្រួលដោយសារជ្រូកនេះវារៀងធំដែរវាគីឡូវា50ជាងអញ្ចឹងបើតាមតែយើងចាប់វាអត់ឈ្មោះទេបាទអញ្ចឹងយើងត្រូវការឆ្មក់ចាក់ថ្នាំវាបាទឥឡូវឃើញចាក់រួចហើយនេះមេសមេរៀងសក្រហមពីមុខនេះបាទចឹងឥឡូវយើងចាក់ហើយបន្ទាប់ពីចាក់រួចយើងទុកថ្នាំស្រួលបួលចាប់ផ្ដើមខ្ញុំចូលមកហើយដើម្បីយើងចុកអាចវាចេញបាទយើងចាប់ផ្ដើមយកហើយគ្នាយើងចុកអាចឬមួយក៏ពិសាអាចនឹងពិសាមិនល្អសំទោសណាបងប្អូនណាតែពិសាប្រុសស្រាប់គេហៅថាជោគលាមកបាទហ្នឹងហើយយើងចូលលាមកវាចេញបាទអញ្ចឹងហើយបន្ទាប់ពីជោគលាមកចេញអស់ហើយចាប់ដើមយើងក៏រួចពីតំណេយើងថតឈរឆ្វេងឈរស្ដាំក៏យើងចាប់ផ្ដើមថតពីសកម្មភាពជ្រូកលេងទី1អញ្ចឹងណាបងប្អូនបាទហើយជ្រូកនេះគឺអាយុវាអត់តាន់បាន2ខែទេបងប្អូនត្រឹមតែ1ខែ20ថ្ងៃទេអញ្ចឹងរយៈពេលចិញ្ចឹមនេះគឺខ្ញុំចិញ្ចឹមបាន1ខែ20ថ្ងៃហ្នឹងគីឡូវាណែប្រហែលជា40គីឡូទេបងប្អូនបាទជ្រូកនេះហើយមើលទៅគួរឲ្យស្រឡាញ់ណាស់បាទអញ្ចឹងហើយមានតែណែផ្នែកកសិកម្មចិញ្ចឹមជ្រូកទៅដឹងថាហើយការធ្វើមុខរបរប្រចាំថ្ងៃផងយើងមានសារៈសំខាន់បាទអញ្ចឹងមានអីទេអ្នកចិញ្ចឹមសត្វមានតែល្ងាចឡើងមកមើលព្រឹកមើលថ្ងៃមើលបាទមើលតែជ្រូកដឹងបន្ទាប់ពីយើងរួចពីការងារអញ្ចឹងបងប្អូនបាទអញ្ចឹងបងប្អូនពេញចិត្តវីដេអូជួយគាំទ្រខ្ញុំម្នាក់មួយផងបាទហ្នឹងហើយអត់មានអីទេមានតែប៉ុណ្ណឹងអញ្ចឹងសូមអរគុណនិងជូនពរឲ្យបងប្អូនជួបតែសំណាងល្អគ្រប់គ្នាបាទល្អណាស់បងប្អូនបាទ